សត្វ7ប្រភេទដែលបង្កគ្រោះថ្នាក់ខ្លាំងបំផុតនៅលើទ្វីបអង់តាร์កតិកអង់តាร์កតិកគឺជាទ្វីបទឹកកកដែលស្ថិតនៅភាគខាងត្បូងបំផុតនៃភពផែនដីរបស់យើងនៅលើទ្វីបនេះមានអ្វីៗជាច្រើនដែលមិនទាន់ត្រូវបានអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរកឃើញជាពិសេសនោះគឺសត្វច្រើនប្រភេទទ្វីបនេះមានផ្ទៃក្រឡា 13.66 លានគីឡូម៉ែត្រការ៉េហើយមានមនុស្សរស់នៅជាបដោះអាសន្នចន្លោះពី 1,300 នាក់ទៅដល់ 5,100 នាក់ពួកគេទៅទីនោះក្នុងគោលបំណងជាចម្បងសម្រាប់ការស្រាវជ្រាវអ្វីបើជាទ្វីបដែលសម្បូរទៅដោយទឹកកកក៏ប៉ុន្តែមានសត្វច្រើនប្រភេទណាស់ដែលកំពុងតែរស់នៅលើទ្វីបមួយនេះហើយសត្វមួយចំនួននោះបង្កគ្រោះថ្នាក់ខ្លាំងទៀតផងទាំងទៅដល់សត្វគ្នាវានិងមកដល់មនុស្សយើងនៅក្នុងវីដេអូនេះសូមលើកយកនៅសត្វដែលបង្កគ្រោះថ្នាក់បំផុតចំនួន 7 ប្រភេទនៅលើទឹកដីនៃទ្វីបអង់តាร์កតិកសូមអញ្ជើញទស្សនាជាបន្តថាតើសត្វដែលបង្កគ្រោះថ្នាក់ខ្លាំងបំផុត 7 ប្រភេទនៅលើទ្វីបអង់តាร์កតិកនោះគឺជាសត្វអ្វីខ្លះតើអ្នកនៅក្នុងសម័យ Dinosaur ឬ Gen Z សម័យ Dinosaur គេកាន់កាតសមាជិកនឹងកំប៉ុងក្រដាសតែ Gen Z គេកាន់ K-Store App មាន K-Store App និងមានកាតសមាជិកនឹងកំប៉ុងរាប់ពាន់ហាននៅក្នុងដៃរបស់អ្នក Shop Smart Shop with K-Store ទី1 សត្វភេលៀផឺសៀលមនុស្សមួយចំនួនបានហៅសត្វដែលគួរខ្លាចនេះថាសត្វខ្លាលីអូសមុទ្រវាមានដងខ្លួនធំលំដាប់ទី2នៅក្នុងចំណោមពូជពង្សសត្វភេដែលរស់នៅក្នុងតំបន់អង់តាร์កតិកនៅលើវាលទឹកកកអង់តាร์កតិកមានតែសត្វត្រីអកាសតែប៉ុណ្ណោះដែលជាការគំរាមកំហែងសម្រាប់វាក្រៅពីនេះសត្វដែលមានដងខ្លួនតូចជាងវាសុទ្ធតែត្រូវវាស៊ីជាអាហារសត្វដែលជាអាហាររបស់វានោះមានច្រើនប្រភេទណាស់ដូចជាត្រីបក្សីជាពិសេសនោះវាចូលចិត្តវាយប្រហារនិងស៊ីជាអាហារទៅលើសត្វ Penguin សម្រាប់ជំទង់សត្វនេះមានទម្ងន់ប្រហែលជា350គីឡូក្រាមសត្វញីមានប្រវែងខ្លួនចន្លោះពី 2.9 ទៅ 3.6 ម៉ែត្រចំណែកឯសត្វឈ្មោលមានដងខ្លួនចន្លោះពី 2.8 ទៅ 3.3 ម៉ែត្រទី2ត្រីអកាត្រីនេះត្រូវបានគេដាក់រ៉ាសនាមឲ្យថាបាឡែនពីឃាតគឺជាសត្វត្រីបាឡែនដែលមានធ្មេញស្រួចស្រួចហើយមានដងខ្លួនធំធំរស់នៅក្នុងទឹកនៃតំបន់ទ្វីបអង់តាร์កតិកត្បិតតែមានឈ្មោះជាបាឡែនក៏ប៉ុន្តែតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រវាស្ថិតនៅក្នុងពូជពង្សសត្វ Dolphin ទៅវិញទេនៅក្នុងសមុទ្រអង់តាร์កតិកគឺមានតែពេលនេះហើយដែលអាចបង្ក្រាបទៅលើសត្វភេលៀផឺសៀលត្រីអកាមានទម្ងន់ខ្លួនជាមធ្យមចន្លោះពី 3,000 ទៅ 4,000 គីឡូក្រាមរីឯល្បឿនហែលទឹករបស់វាគឺមាន 56 គីឡូម៉ែត្រនៅក្នុង1ម៉ោងដែលនេះគឺជាល្បឿនអតិបរមាត្រីឈ្មោលអាចមានប្រវែងខ្លួនចន្លោះពី 6 ទៅ 8 ម៉ែត្ររីឯត្រីញីអាចមានប្រវែងខ្លួនចន្លោះពី 5 ទៅ 7 ម៉ែត្រសត្វនេះអាចរស់បានអាយុចន្លោះពី 50 ឆ្នាំទៅដល់ 90 ឆ្នាំទី3ពពួកត្រីឆ្លាម Southern Sleeper ត្រីឆ្លាមនេះមានរូបរាងគួរខ្លាចចូលចិត្តរស់នៅក្នុងទឹកជ្រៅនៃសមុទ្រអង់តាร์កតិកក្រៅពីអង់តាร์កតិកនៅក្នុងមហាសមុទ្រមួយចំនួនទៀតក៏មានវត្តមានរបស់ត្រីឆ្លាមនេះដែរដូចជាមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកជាទូទៅត្រីឆ្លាមប្រភេទនេះរស់នៅក្នុងជម្រៅទឹកសមុទ្រចន្លោះពី 400 ម៉ែត្រទៅដល់ 1,100 ម៉ែត្រដងខ្លួនរបស់ត្រីឆ្លាមនេះអាចលូតលាស់ដល់ប្រវែង 4 ម៉ែត្រកន្លះដោយសារតែឆ្លាមប្រភេទនេះរស់នៅក្នុងជម្រៅទឹកជ្រៅដូច្នេះមិនសូវបង្កគ្រោះថ្នាក់ដល់មនុស្សប្រមាណឡើយក៏ប៉ុន្តែសម្រាប់សត្វដូចគ្នាដែលរស់នៅក្នុងសមុទ្រនោះសត្វនេះវាធ្វើការវាយប្រហារយ៉ាងសាហាវទី4សត្វភេដំរីខាងត្បូងឬក៏ Southern Elephant Seal គេដាក់ឈ្មោះវាឲ្យថាភេដំរីពិតជាមិនខុសនោះទេពីព្រោះថាសត្វនេះគឺមានដងខ្លួនធំជាងគេនៅក្នុងចំណោមពូជពង្សសត្វភេខ្លួនរបស់វានោះមានទម្ងន់ចន្លោះពី 2,200 គីឡូក្រាមទៅដល់ 4,000 គីឡូក្រាមសម្រាប់ឈ្មោលរីឯញីមានទម្ងន់ចន្លោះពី 400 គីឡូក្រាមទៅដល់ 900 គីឡូក្រាមចំណែកឯប្រវែងខ្លួនរបស់វាជាមធ្យមមាន 3.7 ម៉ែត្រសត្វនេះក៏រស់នៅក្នុងទឹកសមុទ្រជ្រៅផងដែរហើយចំណីរបស់វានោះគឺជាប្រភេទសត្វតូចៗដែលរស់នៅក្នុងជម្រៅទឹកជ្រៅដូចគ្នាទោះបីជារស់នៅក្នុងទឹកជ្រៅប៉ុន្តែនៅលើផ្ទៃទឹកកកសត្វនេះអាចធ្វើដំណើរបានចម្ងាយប្រហែលជា 1 គីឡូម៉ែត្រទាំងនៅក្នុងផ្ទៃទឹកទាំងនៅលើផ្ទៃគោកប្រសិនបើប្រជុំមុខជាមួយនឹងមនុស្សឬក៏សត្វណាមួយដែលជាយាវានោះវានឹងធ្វើការវាយប្រហារទី5សត្វបាឡែនស្ពឺម Sperm whale គឺជាប្រមាញ់ដែលមានដងខ្លួនធំជាងគេ
សម្រាប់សត្វឈ្មោលជាមធ្យមវាមានទម្ងន់ខ្លួន41តោនរីឯសត្វញីជាមធ្យមមានទម្ងន់ខ្លួន14តោនហើយប្រវែងខ្លួនរបស់វាមានប្រហែលជា16ម៉ែត្រជាមធ្យមនៅក្នុងសមុទ្រអង់តាទិកត្រីបាឡែននេះស៊ីសត្វមឹកជាអាហារជាពិសេសនោះគឺពពួកមឹកយក្សធំៗចំណែកឯត្រីមួយចំនួនទៀតក៏คล้ายទៅជាចំណីរបស់វាផងដែរចំណុចល្អមួយត្រីបាឡែននេះមិនមែនជាប្រមាញ់របស់មនុស្សទេវាមិនយាយីទៅលើជីវិតរបស់មនុស្សឡើយក៏សង្ឃឹមថាមនុស្សនឹងមិនយាយីទៅលើជីវិតរបស់វាវិញដែរទី6សត្វមឹក Colossal នេះគឺជាមឹកដែលមានដងខ្លួនធំជាងគេក្នុងចំណោមពូជពងមឹកវាមានប្រវែងខ្លួនជាមធ្យមចន្លោះពី12ម៉ែត្រដល់14ម៉ែត្រដោយសារតែដងខ្លួនដ៏ធំនិងវែងនេះហើយបានជាគេហៅវាថាមឹកយក្សដងខ្លួនដ៏ធំនិងទម្ងន់ខ្លួនប្រហែលជាជាង100ផានរបស់វានេះហើយដែលផ្ដល់ភាពងាយស្រួលនៅក្នុងការវាយប្រហារនិងចាប់សត្វដទៃទៀតនៅក្នុងទឹកធ្វើជាអាហារត្បិតថាវាជាប់ឈ្មោះជាសត្វដែលបង្កគ្រោះថ្នាក់មួយនៅក្នុងតំបន់អង់តាទិកក៏ប៉ុន្តែវាខ្លួនឯងនេះក៏ជាចំណីដ៏ឆ្ងាញ់របស់សត្វផ្សេងទៀតផងដែរដូចជាពពួកសត្វភេទដំរីហើយនិងសត្វឆ្លាម Southern Sleeper ដោយឡែកចំពោះមនុស្សសត្វមឹកនេះមិនបង្កគ្រោះថ្នាក់មកដល់មនុស្សយើងនោះទេទី7សត្វភេរោមអង់តាទិកនេះគឺជាប្រភេទសត្វភេដែលបង្កគ្រោះថ្នាក់មួយទៀតនៅលើទឹកដីនៃទ្វីបអង់តាទិកសម្រាប់សត្វឈ្មោលជាមធ្យមមានទម្ងន់ខ្លួនចន្លោះពី130ទៅដល់210គីឡូក្រាមរីឯសត្វញីជាមធ្យមមានទម្ងន់ខ្លួនចន្លោះពី22ទៅដល់55គីឡូក្រាមសត្វនេះមានកម្លាំងខ្លាំងនិងមានចង្កូមមួយស្រួចដែលបង្កគ្រោះថ្នាក់ទៅដល់សត្វដទៃគ្នាវានិងជាពិសេសនោះវាអាចវាយប្រហារទៅលើមនុស្សនៅក្នុងករណីដែលមនុស្សចូលទៅយាយីជីវិតរបស់វាភេរោមអង់តាទិកជាប្រភេទសត្វដែលផ្អើលខ្លាំងនិងធ្វើការវាយប្រហារលឿនដូច្នេះមនុស្សមិនគួរចូលទៅគៀកវាទេនៅក្នុងគោលបំណងអ្វីក៏ដោយ